ហាត់ប្រាណនៅក្នុងកន្លងពេលមានផ្ទៃពោះគឺមានអត្ថប្រយោជន៍ខ្លាំងមែនតើទី1ជួយការពារកុំឲ្យយើងកើតទឹកនោមផ្អែមប្រភេទ1មិនប្រភេទ2ទេប្រភេទ1អ្នកខ្លះពេលមានផ្ទៃពោះគាត់កើតទឹកនោមផ្អែមពេលកើតកូនចេញមកគាត់ក៏ឡើងមានទឹកនោមផ្អែមចឹងទៅហើយក៏ជួយកាត់បន្ថយបញ្ហា depression ឬក៏បាក់ទឹកចិត្តនៅក្នុងកន្លងពេលមានផ្ទៃពោះផងដែរហើយវាមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើសម្រាប់ដល់ការរីកលូតលាស់របស់ទារកអញ្ចឹងអត្ថប្រយោជន៍ទី1នៃការហាត់ប្រាណគឺជួយឲ្យរាងកាយយើងអាចសម្របបានក្នុងការបម្រែបម្រួលពេលយើងមានផ្ទៃពោះពេលយើងមានផ្ទៃពោះ3ខែដំបូងមិនបន្ទាប់មក6ខែទៀតមិន9ខែមិនអញ្ចឹងរាងកាយយើងគឺងាយសម្របខ្លាំងមែនតើបើសិនជាយើងជាម្ដាយដែលហាត់ប្រាណទី2គឺជួយកាត់បន្ថយការក្តៀនបាក់ពិបាកបាត់ជើងអ្នកដែលគាត់មានផ្ទៃពោះគាត់តែងតែមានបញ្ហាពិបាកបាត់ជើងហើយប៉ុន្តែបញ្ហាពិបាកបាត់ជើងហ្នឹងមិនមែនដោយសារគាត់អត់ហូបបន្លែមិនមែនដោយសារគាត់ខ្វះ fiber ខ្វះ probiotic អីទេដោយសារកូនវាកើតមកវាធំរីកធំទៅវារុញពោះវៀនយើងឡើងលើពោះវៀនយើងវាអត់ស្រួលដូចមុនទេដល់ពេលចុះវាកលហ្នឹងគឺយើងពិបាកបាត់ជើងមែនតើហើយការលំហាត់ប្រាណហ្នឹងវាជួយដល់ចលនាទាំងអស់ហ្នឹងជួយដល់ការបាត់ជើងហើយនឹងជួយដល់ bloating អាហើមពោះឆ្អល់ពោះអីហ្នឹងហើយជួយបញ្ហាហើមទៀតអ្នកខ្លះមានផ្ទៃពោះគាត់ហើមជើងហើមអីចឹងណាហើយនឹងជួយបញ្ហាឈឺខ្នងជួយឲ្យយើងគេងលក់ស្រួលជាងមុនជួយឲ្យយើងមានអារម្មណ៍ល្អចលនាយើងស្រួល posture អាការដេកដើរឈរអង្គុយយើងល្អអត់កោងអត់ឈឺអត់អីចឹងទៅហើយសំខាន់បំផុតហ្នឹងគឺរក្សាសាច់ដុំរបស់យើងហើយនឹងជួយឲ្យយើងមានកម្លាំងអាចទប់ទល់នឹងការបង្កើតកូនដោយធម្មជាតិបាន